ណែនាំអំពីការសម្អាតកុំព្យូទ័ររបស់យើងឲ្យមានភាពស្អាត clean ស្អាតនៅក្នុងកុំព្យូទ័រឲ្យវាដើរលឿនធ្វើម៉េចឲ្យកុំព្យូទ័ររបស់យើងមានភាពដើរលឿនហើយស្ទុះបានច្រើនជាងមុនហើយខ្ញុំក៏បានលើកឡើងចំណុចចំនួន5ដើម្បីសម្អាតកុំព្យូទ័រយើងឲ្យមានភាពស្អាតល្អសម្រាប់ចំណុចទី1គឺយើងចូលទៅកាន់ Windows ហើយបូកនឹងអក្សរ O មកតមកយើងនេះគឺយើងវាយពាក្យថា Theme តមកយើងចុច OK ដើម្បីសម្អាតឯកសាររបស់យើងឲ្យបានស្អាតល្អសម្រាប់ឯកសារទាំងអស់នេះគឺជាឯកសារដែលសេសសល់ដែលហៅថាឯកសារប្រើកាតបានគឺយើងអាចលុបបានគឺវាប៉ះពាល់ជាមួយនឹងឯកសារសំខាន់របស់យើងនោះទេហើយសម្រាប់ឯកសារនេះយើងលុបបានមានន័យថាវាជាប់ក្នុង system របស់កុំព្យូទ័រអញ្ចឹងវាមិនតម្រូវឲ្យលុបនោះទេអញ្ចឹងយើងចូលទៅដំណាក់កាលចំណុចទី2គឺយើងប្រើ Windows On ម្ដងទៀតហើយបន្ទាប់មកយើងវាយពាក្យថាភាគរយ Theme ហើយយើងបិទភាគរយមកម្ដងទៀតយើងចុច OK បន្ទាប់មកយើង select ទាំងអស់មកយើងលុបការលុបវាចេញដើម្បីសម្អាតវាយើងចុច Continue អូខេវាធ្វើការលុបហើយយើង skip វាមកវាយវាតែម្ដងក៏បានដែរអូខេយើងចូលទៅចំណុចទី3គឺយើង Windows O ដដែលបន្ទាប់មកយើងវាយពាក្យថា Prefixតោះមកយើងចុច OK Continue Control A ដើម្បី select all បន្ទាប់មកយើង delete យើងលុបវាចោលមកអូខេយើងចុចខ្វែងសម្រាប់ចំណុចមួយទៀតគឺយើងធ្វើការ clean this clean up អញ្ចឹងយើងធ្វើការ search ហើយសរសេរពាក្យ this clean នេះវា load នៅកន្លែងនេះហើយយើងចុចមកលើវាមកបន្ទាប់មកជ្រើស SRC ដើម្បីសម្អាតនៅក្នុងម៉ាស៊ីន C របស់យើង drive C យើងធ្វើការគ្រីសទាំងអស់នេះមកបន្ទាប់មកយើងធ្វើការចុច OK delete file សម្រាប់ការ delete កន្លែងនេះគឺវាអត់ប៉ះពាល់ជាមួយនឹងឯកសារធំរបស់យើងទេវាលុបនៅឯកសារណាដែលជាសំណល់នេះថាឯកសារណាដែលអត់ប្រយោជន៍នៅក្នុង drive C របស់យើងវាធ្វើការសម្អាតឲ្យយ៉ាងណាក៏វាសល់ space នៅក្នុង drive ឲ្យវាដំណើរការបានល្អហើយនឹងលឿនជាងមុនដែរអូខេវាធ្វើការសម្អាតហើយអស់ហើយសម្រាប់ចំណុចមួយទៀតគឺចំណុចទី5យើងចូលទៅលើ Windows O បន្ទាប់មកយើងវាយពាក្យថា MRT អូខេចុចនេះសម្រាប់ចំណុចកន្លែងនេះគឺជា Microsoft Windows Microsoft Software Remove Tool យើងប្រើប្រាស់សម្រាប់សម្អាតនៅមេរោគដែលនៅក្នុងកុំព្យូទ័ររបស់យើងសម្រាប់ចំណុចទី1 Quick Scan បើសិនជាយើងចង់ប្រើនៅប្រើកុំព្យូទ័រយើងបន្តទៀតយើងប្រើ Quick Scan ទៅវា scan នៅ virus វាបានលឿនប៉ុន្តែបើសិនជាយើងមានពេលទំនេរច្រើនយើងអត់ប្រើកុំព្យូទ័រនោះទេយើងចុច full scan នេះមកប៉ុន្តែសម្រាប់ខ្ញុំត្រូវការប្រើបន្តទៀតខ្ញុំសូមចុចQuick Scan តមកចុច Next យើងធ្វើការរងចាំវារហូតដល់ពេញគឺជាចំណុចទាំង5ដែលខ្ញុំតែងតែប្រើប្រាស់ជានិច្ចកាលនៅក្នុងការសម្អាតកុំព្យូទ័ររបស់ខ្ញុំឲ្យមាន speed មានល្បឿនដើរលឿនខ្លាំងជាងមុនបានវីដេអូបន្តទៀតសូមអរគុណ